កាលពីកុមារភាពគេបានឃើញផ្ទាល់ភ្នែកធម្មតារបស់ខ្លួនត្រូវបានគេព្រួតវីដំយ៉ាងខុសខើគេនៅតូចទើបបានត្រឹមតែសំងំយំនៅជ្រុងបន្ទប់ទាំងរាងកាយញ័រជង្គង់លុះពេលប្រមូលភាពក្លាហានរត់ទៅរកម្ដាយស្រាប់តែដឹងថាម្ដាយបានបាត់បង់ជីវិតទៅហើយប៉ុន្តែអ្វីដែលធ្វើឲ្យគេអស់សង្ឃឹមបំផុតគឺប្រព័ន្ធច្បាប់ដែលមានតែឈ្មោះឃាតករបានប្រើលិខិតបញ្ជាក់ជំងឺផ្លូវចិត្តคล้ายៗរួចត្រូវតុលាការកាត់ទោសស្រាលត្រឹមជាប់គុក3ឆ្នាំ6ខែខណៈចៅក្រមទម្លាក់ញួរជនល្មើសបានងាកមកញឹមឌឺដងដាក់គេចាប់ពីពេលនោះក្របពូជនៃការសង្សឹកបានដុះលូតលាស់ក្នុងចិត្តគេយ៉ាងស្ងៀមស្ងាត់12ឆ្នាំកន្លងផុតទៅជនល្មើសត្រូវបានដោះលែងគេមិនកាយខ្លួនឡើយថែមទាំងព្រួតវីដំតៃកងឡានក្រុងម្នាក់យ៉ាងព្រៃផ្សៃនៅចំពោះមុខសាធារណជនគ្រាន់តែដោយសារតែកូនឡាននោះធ្លាប់រាយការណ៍ពីប្រវត្តិល្មើសច្បាប់របស់គេក្រោយបញ្ចេញកំហឹងគេបានកាត់ខ្សែកាមេរ៉ាសុវត្ថិភាពក្នុងឡាននិងគំរាមអ្នកដំណើរមិនឲ្យប្តឹងប៉ូលីសរួចដើរចេញទៅយ៉ាងប្រហើនប៉ុន្តែគេមិនដឹងទេថានៅកន្លែងងឹតមានកែវភ្នែកដ៏ត្រជាក់ស្រេបមួយគូកំពុងសម្លឹងមើលរាល់សកម្មភាពរបស់គេបរិះអាចកំបាំងដើរតាមពីក្រោយយ៉ាងស្ងៀមស្ងាត់រហូតដល់ច្រកផ្លូវដ៏ជ្រៅនិងស្ងាត់ជ្រុង01 14ទីនេះគឺជាកន្លែងកាត់ទោសចុងក្រោយដែលត្រូវបានរៀបចំឡើងសម្រាប់គេសម្រួលកាត់ការសន្ទនាខ្លីចន្លោះ01 18 01 28 01 35ការវាយប្រហារដ៏ធ្ងន់ធ្ងរពីដំបងមិនបានធ្វើឲ្យជនល្មើសព្រមចុះចាញ់ឡើយគេបានដកកាំបិតបတ်ចេញមកសម្រាប់បរិះអាចកំបាំងវិញនេះជាឱកាសល្អទៅវិញទេ01 52គេអន់រើកាំបិតនោះមកសុបដាក់តាមខ្លួនយ៉ាងស្ងប់ស្ងៀមជនល្មើសចាប់ដើមថយក្រោយទាំងស្លន់ស្លោបាត់បង់ស្មារតីព្រោះដឹងខ្លួនថាលើកនេះគេគ្មានឱកាសកែខ្លួនទៀតឡើយមែនហើយគេគឺជាក្មេងប្រុសកាលពីឆ្នាំនោះដែលមានឈ្មោះថាគឹមជីយ៉ុងខឹមជីវ៉ងការអត់ធ្មត់អស់រយៈពេល12ឆ្នាំពេលនេះត្រូវបានប្រែក្លាយទៅជាកណ្ដាប់ដៃដ៏មុតស្រួចវាសម្រុកទៅលើផ្ទៃមុខរបស់ជនខូចនេះយ៉ាងចាស់ដៃដោយគ្មានក្តីមេត្តាពេលត្រឡប់មកដល់ផ្ទះជីយ៉ុងអង្គុយលើសាឡុងទាំងល្វើយលើផ្ទៃមុខគេមិនមានភាពសប្បាយរីករាយពីការសង្សឹកទេប៉ុន្តែពោពេញដោយការនឹកនាដល់ម្ដាយនេះធ្វើឲ្យគេបដិញ្ញាចិត្តថាពួកមនុស្សអាក្រក់ដែលច្បាប់មិនអាចដាក់ទោសបានមានតែរូបគេផ្ទាល់ប៉ុណ្ណោះជាអ្នកកាត់ទោសសួស្ដីអ្នកទាំងអស់គ្នានេះជាខ្លឹមសារភាគទី1នៃរឿង Vigilant ឆ្លងកាត់ការខិតខំប្រឹងប្រែងទីបំផុតជីយ៉ុងបានប្រឡងជាប់ចូលរៀននៅសាលាប៉ូលីសសេអ៊ូលលទ្ធផលសិក្សាដ៏ឆ្នើមធ្វើឲ្យលោកគ្រូអ្នកគ្រូស្រឡាញ់ចូលចិត្តគេយ៉ាងខ្លាំងប៉ុន្តែគេខិតខំប្រឹងប្រែងខ្លាំងយ៉ាងនេះមិនមែនដើម្បីក្លាយជាប៉ូលីសល្អទេគឺដើម្បីអាចក្តោបក្តាប់ព័ត៌មានរបស់ពួកសង្គមងឹតឲ្យបានច្បាស់លាស់ថ្ងៃចុងសប្តាហ៍ឈានចូលមកដល់មិត្តភ័ក្តិចង់ដើរលេងកម្សាន្តប៉ុន្តែចុងសប្តាហ៍របស់ជីយ៉ុងគឺរវល់ខ្លាំងណាស់ព្រោះការវិភាគបេសកកម្មកាត់ទោសត្រូវបានរៀបចំពេញអស់ហើយគោលដៅដំបូងគឺជនពាល2នាក់នៅតាមដងផ្លូវដែលជានិច្ចកាលតែងតែនាំដាក់បង្អួចបន្ទប់ក្រោមដីរបស់អ្នកដទៃនិងគំរាមកំហែងម្ដាយនិងកូនកំព្រាម្ចាស់ផ្ទះជារៀងរាល់ថ្ងៃនៅពេលពួកវាបំរុងនឹងធ្វើទង្វើថោកទាបនោះម្ដងទៀតស្រាប់តែក្តារបន្ទះមួយបានហោះមកចំពួកជនពាលខឹងសម្បារួចងាកមកវាបកវិញប៉ុន្តែត្រូវបានជីយ៉ុងចាប់ដៃបត់ទៅក្រោយនិងមកឆ្វេងស្ដាំយ៉ាងចាស់ដៃរហូតពួកវាគ្មានសមត្ថភាពដៃតតែសោះ03 46គោលដៅទី2គឺគ្រូពេទ្យកែសម្ផស្សម្នាក់ដែលលួចលបបៀតបៀនគេខ្មាស់អ្នកជំងឺស្រីពេលដាក់ថ្នាំសន្លប់រួចថតវីដេអូទុកគេត្រូវបានតុលាការកាត់ទោសស្រាលត្រឹមជាប់គុក6ខែហើយមិនទាំងដកហូតអាជ្ញាប័ណ្ណផងក្រោយចេញពីគុកគេបានបដូរកន្លែងថ្មីដើម្បីបន្តធ្វើបាបគេដែរ04 03ជួបនឹងសម្រាមសង្គមបែបនេះជីយ៉ុងមិនលើកលែងទោសឲ្យឡើយគេបានចាក់ថ្នាំសន្លប់លើសកម្រិតឲ្យរួចជាន់កំទេចដៃខាងស្ដាំដែលសម្រាប់កាន់កាំបិតវះកាត់របស់គ្រូពេទ្យនោះដើម្បីកុំឲ្យគេអាចធ្វើជាគ្រូពេទ្យទៅថ្ងៃមុខទៀតបានទោះជាយ៉ាងណាជីយ៉ុងមានគោលការណ៍ផ្ទាល់ខ្លួនចំពោះអ្នកដែលដឹងខុសពិតប្រាកដគេមិនដែលចុះដៃឡើយព្រោះមនុស្សនរណាក៏ជៀសមិនផុតពីការធ្វើខុសដែរ04 29សកម្មភាពដាក់ទោសជាបន្តបន្ទាប់ទោះមិនទាន់ធ្វើឲ្យប៉ូលីសចាប់អារម្មណ៍ប៉ុន្តែវាត្រូវបានអ្នកកាសែតជើងចាស់ម្នាក់ឈ្មោះឆយមេរីចាប់បានចំណុចមិនប្រក្រតីនាងធំក្លិនតម្រុយសំខាន់ដែលអាចនាំមកនូវការទស្សនាយ៉ាងមហាសាល04 47ទូប្រធាននិពន្ធមិនសូវជឿប៉ុន្តែដោយសារការទូចរបស់ឆយមេរីកម្មវិធីមួយឈ្មោះថា The Vigilant គឺអ្នកការពារសន្តិសុខក៏ត្រូវបានបង្កើតឡើងក្រោយពេលចាក់ផ្សាយកម្មវិធីនេះបានផ្ទុះការគាំទ្រយ៉ាងខ្លាំងពេញប្រទេសសូម្បីតែមិត្តភ័ក្តិរបស់ជីយ៉ុងក៏បានហៅ Vigilant ថាជាវីរៈបុរសឯកោក្នុងភាពងឹតដែរ6ឆយមេរីជឿជាក់ថានៅចុងសប្តាហ៍នេះនឹងមានរឿងរ៉ាវដ៏ក្តៅកើតឡើងទៀតព្រោះរាល់ករណីកាត់ទោសទាំងអស់សុទ្ធតែកើតឡើងនៅថ្ងៃចុងសប្តាហ៍ប៉ុន្តែដោយសារមានតែកងឡានស្រវឹងម្នាក់ធ្វើឲ្យខូចផែនការទើបសប្តាហ៍នេះមិនមានករណីកាត់ទោសកើតឡើងដោយសារតែផលប្រយោជន៍បិទភ្នែកឆយមេរីសម្រាប់ចិត្តប្រថុយប្រឋានបង្កើតប្រធានបទក្តៅគប់មួយឡើងដើម្បីតាក់ទាញ Vigilant នាងបានចុះផ្សាយពីជនល្មើសម្នាក់ឈ្មោះចុងដុកខឹងជីយ៉ុងឌៀវខាំងដែលធ្លាប់រំលោភបំពានលើកុមារីអាយុ9ឆ្នាំម្នាក់ប៉ុន្តែជាប់គុកត្រឹមតែ7ឆ្នាំក្រោមហេតុផលមានវិបត្តិផ្លូវចិត្តក្រោយព័ត៌មានចុះផ្សាយបណ្ដុំផ្ទះល្វែងដែលគេរស់នៅត្រូវបានឡោមព័ទ្ធដោយប្រជាជនចុងដុកខឹងមិនខ្វល់ពីការតវ៉ាឡើយចំណែកឆយមេរីនាងគ្រាន់តែចង់ឲ្យចុងដុកខឹងស្លាប់ក្រោមដៃ Vigilant ដើម្បីយកព័ត៌មានប៉ុណ្ណោះក្នុងពេលជាមួយគ្នានោះជីយ៉ុងបានលួចចូលប្រព័ន្ធទិន្នន័យប៉ូលីសដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននៅយប់នោះចុងដុកខឹងបានលួចរត់ចេញបាត់ឆយមេរីក៏បើកឡានដេញតាមពីក្រោយរហូតដល់កំពង់ផែអ៊ីនឈុនទើបបាត់ដានព្រោះនៅទីនោះមានឡានដឹកទំនិញច្រើនពេកការរឹតពិតគឺចុងដុកខឹងបានសម្លាប់បុគ្គលិកដឹកជញ្ជូនម្នាក់រួចក្លែងខ្លួនដើម្បីចូលទៅសម្លាប់កុមារីរងគ្រោះកាលពីមុនដល់ក្នុងផ្ទះសំណាងល្អមានប៉ូលីសម្នាក់នៅយាមទីនោះចុងដុកខឹងបានលួចវាយប្រហារនិងចាក់កាំបិតចូលចំកណ្ដាលពោះរបស់ប៉ូលីសរួចដកទឹកអាស៊ីតខ្លាំងដែលបានត្រៀមទុកចេញមកកុមារីរងគ្រោះបើកទ្វារមកឃើញក៏ត្រូវចុងដុកខឹងចាប់បានប៉ូលីសបានប្រើប្រាស់កម្លាំងចុងក្រោយជួយដណ្ដើមឱកាសឲ្យកុមារីរត់គេចខ្លួនប៉ុន្តែចុងក្រោយនៅតែត្រូវដេញទាន់នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះជីយ៉ុងបានរត់ចេញពីច្រកផ្លូវពន្លត់អគ្គិភ័យមកជួយទាន់ពេលចុងដុកខឹងចង់ប្រើទឹកអាស៊ីតវាយប្រហារប៉ុន្តែត្រូវបានជីយ៉ុងគេចផុតនិងវាយបកវិញយ៉ាងចាស់ដៃរហូតដល់ត្រូវគេជន់នៅក្រោមជើងចុងដុកខឹងទើបអន់ក្បាលសុំគ្នាទោសសុំជីវិតប៉ុន្តែឧក្រិដ្ឋជនដ៏ថោកទាបបែបនេះជីយ៉ុងមិនលើកលែងទោសឲ្យឡើយនៅពេលដែលគ្រប់គ្នាធ្វើដំណើរមកដល់កន្លែងកើតហេតុចុងដុកខឹងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយចំណែកឯនៅលើជញ្ជាំងមានបន្សល់ទុកនៅអក្សរពណ៌ឈាមយ៉ាងច្បាស់ដែលជាសញ្ញារបស់ Vigilant